Nếu số lô cơ nạ cừu trong bát chú khai thế dòng chỉ sao đến 25 coในสาราอันตรายสกาไลสาขาจงกาดง ជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំបាទឈ្មោះលីសានុជាសិស្សទី5កនៃសាលាអន្តរជាតិស្កាឡាញសាខាចំការដូង ថ្ងៃនេះខ្ញុំបាទទាំងពីរនាក់ឡើងនិយាយបកស្រាយអំពីប្រភេទមុំនិងប្រភេទត្រីកោណកប្រភេទមុំមានចំនួន4ប្រភេទគឺ1មុំកាយមានរង្វាស់90ដឺក្រេ2មុំស្រួចមានរង្វាស់តូចជាងមុំកាយឬតូចកាយ3មុំទាមានរង្វាស់ធំជាង90ដឺក្រេតែតូចជាង180ដឺក្រេ4មុំរៀបមានរង្វាស់180ដឺក្រេ ខប្រភេទត្រីកោណមាន4ប្រភេទគឺ1ត្រីកោណកែងគឺជាត្រីកោណដែលមានមុំកែងមួយឬមុំ90ដឺក្រេ2ត្រីកោណសាំងបាតគឺជាត្រីកោណដែលមានមុំ2ឬមានជ្រុង2ស្មើគ្នា3ត្រីកោណសាក់ម៉ាំងគឺជាត្រីកោណដែលមានជ្រុង3ឬមុំទាំង3ស្មើគ្នា4ត្រីកោណសាមញ្ញគឺជាត្រីកោណដែលមានជ្រុងទាំង3ឬមុំទាំង3មិនស្មើគ្នាជាចុងក្រោយខ្ញុំបាទទាំងពីរនាក់សូមអរគុណ